បាទសួស្តីបងប្អូនទាំងអស់គ្នាដែលឃើញថាមករយៈនេះអាកាសធាតុចាប់ផ្ដើមចុះជាក់ខ្លាំងដែលជាហេតុនាំឲ្យស្រូវបងប្អូនមួយចំនួនគាត់ជួបប្រទះនៅបញ្ហាអុជស្លឹកក្រហមស្លឹកងាប់ចុងស្លឹកអីហ្នឹងជាដើមបាទអញ្ចឹងសម្រាប់ថ្នាំដែលយើងបាញ់សម្រាប់ព្យាបាលលើជំងឺអស់ហ្នឹងយើងអាចប្រើជាប្រភេទអាំងវីលកម្រិត110ក៏បានកម្រិត50ក៏បានយើងប្រើរួមគ្នាជាមួយនឹងថ្នាំមួយមុខទៀតគឺត្រៃស៊ីក្លាសូលបងប្អូនបាទបាញ់ពីរមុខនឹងចូលគ្នាបាញ់ពេលថ្ងៃអាសត្យយ៉ាងទៀតបងប្អូនក៏អាចជ្រើសរើសយកប្រភេទថ្នាំគូញីឈ្មោលនេះបាញ់តែឯងក៏បានដែរបាញ់តែវាតែមួយគូហ្នឹងឬក៏បងប្អូនអាចប្រើលាយគ្នាជាមួយនឹងអាំងវីលកម្រិត110 SC បានដូចគ្នាដើម្បីឲ្យវាមានប្រសិទ្ធភាពកាន់តែល្អក្នុងការព្យាបាលជំងឺបានឆាប់រហ័សបាទអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ097 9194 218បាទ